នៅឯប្រទេសឥណ្ឌាការដែលចូលបម្រើកងទ័ពធ្វើជាទាហានមិនមែនជារឿងដែលងាយស្រួលនោះទេមានយុវជនជាច្រើនឈរតម្រង់ជួរដើម្បីចុះឈ្មោះធ្វើជាទាហានដោយស្ម័គ្រចិត្តដោយរដ្ឋមិនមានការបង្ខិតបង្ខំឬក៏ចាប់ឆ្នោតដើម្បីឲ្យប្រជាជនពួកគេធ្វើជាទាហាននោះទេព្រោះតែចំនួនប្រជាជននៅប្រទេសឥណ្ឌាមានចំនួនច្រើនរហូតដល់ជាង1000លាននាក់កត្តាដែលយុវជនខ្វះការងារធ្វើមានលទ្ធភាពខ្ពស់បូករួមទាំងប្រជាជនមានជីវភាពខ្វះខាតការសម្រេចចិត្តចុះឈ្មោះធ្វើជាទាហានគឺជាជម្រើសដ៏ល្អមួយដើម្បីទទួលបានប្រាក់បៀវត្សគ្រប់គ្រងគ្រួសារក៏ដូចជាទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះនិងមានមុខមាត់ដោយលក្ខខណ្ឌយុវជនទាំងអស់ត្រូវមានអាយុចាប់ពី18ដល់21ឆ្នាំមានសញ្ជាតិជាជនជាតិឥណ្ឌានិងមានកម្ពស់ចាប់ពី1.70 ម៉ែត្រសង់ទីម៉ែត្រឡើងត្រូវមានសុខភាពល្អនិងរាងកាយមាំមួនហើយត្រូវមានវគ្គសិក្សាចំនួន4ឆ្នាំដោយហ្វឹកហាត់ក៏ដូចជាប្រឡងជំរុះយុវជនទាំងអស់មានត្រឹមតែ25%ប៉ុណ្ណោះដែលជាប់ឈ្មោះធ្វើជាមន្ត្រីទាហានពេញសិទ្ធដោយវាគឺជារឿងដ៏សែនលំបាកមួយសម្រាប់ប្រជាជនទូទៅពួកគេនឹងទទួលបានការកោតសរសើរពីក្រុមគ្រួសារជាអ្នកភូមិនឹងរៀបចំកម្មវិធីដើម្បីធ្វើការអបអរសាទរពីការខិតខំប្រឹងប្រែងរបស់ពួកគេហើយបើក្រុមគ្រួសារណាមានកូនធ្វើជាទាហាននោះក្រុមគ្រួសារនោះនឹងមានកិត្តិយសនិងមុខមាត់ខ្ពស់មែនទែន